សួស្តីពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ដំណើររឿងរបស់ខ្ញុំបាទសុបនសាជាថ្មីហើយថ្ងៃនេះខ្ញុំនឹងលើកយកអារម្មណ៍ប្លែកមួយទៀតទៅទៅនឹងរឿងនៅខាងចំការខ្ញុំម្ដងលើកមុននៅភូមិលើកនេះនៅចកានៅឆ្នាំមិនចន្លោះគ្នាឆ្ងាយទេគឺបងប្អូននៅក្នុងឆ្នាំ2002អញ្ចឹងយើងខុសគ្នាប្រហែលជា12ឆ្នាំពីមុនឆ្នាំ1990គត់ហើយយើងជួបបញ្ហានឹងតែឡើងមកដល់ឆ្នាំ2002នេះគឺវាកាន់តែភ័យរន្ធត់ហើយសឹងតែរឿងប្លែកអត់ដែលជួបហ្មងហើយដល់ជួបនេះគឺប្លែកសាហាវហ្មងបងប្អូនតើតើនៅរឿងនេះដែរគឺនៅចំការពេលកាលពីឆ្នាំ2002នៅខាងស្រុកសាលាក្រៅខេត្តបៃលិននោះគឺអត់ទាន់មានមនុស្សទៅរស់នៅច្រើនទេអ្នកទៅរស់ដាច់ដライពីគ្នាហ្នឹងគឺមានយើងថា4-500ម៉ែត្រមានមួយគ្រួសារ4-500ម៉ែត្រមានមួយគ្រួសារអញ្ចឹងណាជាតាមដីនីមួយដែលគេចូលទៅកាប់ព្រៃចាប់ចំការចាប់ដីចាប់អីដើម្បីយើងវាទីយកដីធ្វើដំណាំដាំដុះអីចឹងទៅកាលមកហឹកហ្នឹងអត់ទាន់យើងអត់ទាន់ដាំពោតដាំអីទេមកហឹកហ្នឹងគឺសម្បូរភាគច្រើនសណ្ដែកសៀងសណ្ដែកបាយហើយនឹងល្ងហើយចការបស់ខ្ញុំហ្នឹងទៅដំបងវាមិនអស់ហ្នឹងគឺទៅចកាគឺកាប់វាទីដាំល្ងមុនគេគឺដាំល្ងមកហើយខ្ញុំលើកមកខាងក្រោយបន្តិចអត់ទាន់ចូលដល់សាច់រឿងទេគឺកាលពួកខ្ញុំទៅនៅព្រៃដំបងហ្នឹងកាលក្នុងព្រៃក៏វាក្រាស់ហើយសង់តែមើលថ្ងៃមិនឃើញហើយពួកយើងសម្រាប់អីហូបបាយហូបអីហើយតែបានសម្រាប់ដល់ក្រោមជាប់ដីនោះឡើងដាក់ធ្វើចដាឡើងទៅខាងលើគុំម្សៅហើយយើងព្រួតដើមម្សៅពីរផ្គូបគ្នាមកចងរឹងដេកលើដើមម្សៅធ្វើធ្នាក់សាវ៉ាលើដើមម្សៅហ្នឹងហើយប្រកាត់ភ្លើងពីខាងក្រោមទៅដើម្បីការពារវាសត្វប្រឡាត់អីផ្សេងហើយពួកយើងសម្រាប់លើដើមម្សៅវាសុវត្ថិភាពពួកជំនាន់ហ្នឹងវាក៏សម្បូរខ្លាសម្បូរពស់សម្បូរសត្វផ្សេងចឹងទៅហើយណាមួយក៏អត់ទាន់មានប្រជាពលរដ្ឋទៅចាប់ដីច្រើនដែរគឺម្លងពីមួយទៅមួយគូឆ្ងាយឆ្ងាយមែនតើហើយបានជួបគ្នាម្ដងហ្នឹងមានអីចែកគ្នាហូបពេញនៅព្រៃហ្នឹងហើយកាលទៅមកជំនាន់ហ្នឹងគឺមានច្រើនអ្នកខ្លះក៏គាត់មានម៉ូតូជិះទៅអ្នកខ្លះក៏គាត់មានរទេះគោចឹងទៅហើយទៅច្រើនរទេះគោទៅម្ដុំមកជំនាខាងយើងខាងភូមិថ្មីទៅខាងស្រែអន្ទាក់ទៅខាងអីគេចាប់បានដីស្រែដីចកានៅខាងនោះហើយខ្ញុំមកខាងដីក្រហមដល់ហើយរឿងហ្នឹងក៏វាកើតពីការផុតឆ្នាំ2002ហ្នឹងផុតក៏យើងថាផុតទៅចោះព្រោះអីកើតនៅដើមឆ្នាំទៅហើយយើងថាផុតចោលដើមឆ្នាំមានគ្រួសារ5នាក់គាត់មករស់នៅមកចាប់ដីថ្មីកាលហ្នឹងគាត់មិនបានមកចាប់គេទេគឺគាត់មកទិញក្នុងគោលបំណងគឺមកចាប់ដីហើយចាប់វាមិនបានដីហ្នឹងគេកាប់ជាល្បះជើងក្រោមហើយអីហើយហ្នឹងក៏គេទិញតែហ្មងទៅហើយដីកាលហ្នឹងមហាតាតែ20,000លុយខ្មែរទេអាហ្នឹងមហាតា20,000លុយខ្មែរហើយយើងនិយាយទៅចំនួនហ្នឹងលុយក៏វាថ្លៃគួរសមដែរហើយការហូបចុកអីមកហូបអាហារអីព្រោះតម្លៃវាសមរម្យទៅតាមនឹងដែរអញ្ចឹងណាតើគ្រួសារហ្នឹងគាត់មានកូនកំមុំ2នាក់ហើយសូមមិនបញ្ចេញឈ្មោះទេព្រោះអីអ្នកនៅទឹកដីក្រហមខាងខ្ញុំហ្នឹងបែរគាត់ស្គាល់ហើយបើខ្ញុំនិយាយឈ្មោះចំទៅខ្លាចដល់ប្រិយមិត្តអ្នកស្ដាប់ហ្នឹងចំជាគ្រួសាររបស់គាត់អីចឹងទៅគាត់ពិបាកចិត្តអីចឹងទៅអញ្ចឹងរឿងនេះមិនបញ្ចេញឈ្មោះគាត់ទេហើយខ្ញុំសូមដាក់ឈ្មោះឲ្យកាលគាត់ថាពិសីចោះដាក់ឈ្មោះគាត់អញ្ចឹងទៅហើយក្នុងគោលបំណងទី1ពេលយើងនិយាយរឿងហ្នឹងទៅមិនចំឈ្មោះគាត់ពេកហើយបើសិនជាគ្រួសារគាត់ឬក៏បងម៉ាក់ប៉ាគាត់ស្ដាប់ឮទៅខ្លាចលោកគាត់មានការអន់ចិត្តឬក៏គាត់មានអារម្មណ៍ថាមិនសប្បាយចិត្តហើយសុកមិនក៏យូររឿងទាំងអស់ហ្នឹងមកទៀនយូររឿងទាំងអស់ហ្នឹងមកនិយាយអញ្ចឹងណាបងប្អូនសាច់រឿងហ្នឹងកើតឡើងដោយសារអីគឺពេលដែលគាត់ទៅរស់នៅហ្នឹងមានប្រុសចាមហ្នឹង2-3នាក់ទៅនៅព្រៃភូមិជាមួយគ្នានឹងដែរឡងគ្នាប្រហែលជា1គីឡូដីនៅចិត្តអូទឹកភ្លាវនោះមិន1គីឡូចូល2គីឡូ3គីឡូផ្លូវទៅអូទឹកភ្លាវក៏មកទិញអីប្រស្រ័យគ្នាអីនៅចកាកាប់ដីអីវាទីវាអីហ្នឹងក៏នៅជាមួយគ្នាថ្ងៃមួយហ្នឹងក្មេងវាស្រឡាញ់គ្នាវាអីវាឃើញវាចាប់អារម្មណ៍វាតាក់វាតោងវាទៀមគ្នាអញ្ចឹងទៅក៏បានជាកើតជាស្នេហាដឹងឡើងមកទៅហើយរឿងហ្នឹងចាប់ផ្ដើមពីពេលហ្នឹងឯងមានតំណែងតំណងស្នេហាអីហើយតែឪពុកម្ដាយហ្នឹងគាត់មិនព្រមទេគាត់មិនព្រមទេគាត់ថាកូនអញមកជាតិនេះដាច់ខាតគឺមិនអោយពួកអាចារ្យហ្នឹងមកថាអញ្ចឹងអធិស្ឋានបងប្អូនខាងចាស់ខាងនេះអីអ៊ីស្លាមអីអធិស្ឋានពួកអីខ្ញុំនិយាយហ្នឹងគឺតាមតែសម្ដីគាត់ការគាត់និយាយហ្នឹងហើយអធិស្ឋានបងប្អូនហើយដល់គាត់និយាយចឹងហើយមានម្នាក់ហ្នឹងអត់ដកថយទេនៅតែស្រឡាញ់នៅតែអីចឹងទៅដល់អញ្ចឹងហើយវាតែតែមានការហុចអីនេះនោះឲ្យគ្នាហូបចុកអីចឹងស្រឡាញ់ផ្អែមល្ហែមអីទៅដាំល្ងដាំសណ្ដែកសៀងអីជុំ
គ្នាអញ្ចឹងទៅមានអ្នកកាប់ដៅមានអ្នកដាំពេលដែលដាំហើយក៏ថ្ងៃត្រង់ម៉ោង1ម៉ោង10ហ្នឹងគេសម្រាប់ការងារម៉ោង10សម្រាប់ការងារម៉ោង1យើងចុះធ្វើការវិញការហ្នឹងធ្វើការមួយថ្ងៃបានតែ70បាតទេ70បាតយើងគិតជាលុយថៃលុយខ្មែរយើង7000រៀលហើយខ្ញុំហ្នឹងបានមួយថ្ងៃតែ5000ទេតើគេដែរតែបានតែ5000ហើយក្មេងៗហ្នឹងប្រុសគេបានប្រុសគេបាន120ហើយស្រី70ហើយខ្ញុំហ្នឹងប្រុសគេដែរតែបានតែ50ទេពុំទាន់ឆ្លោះកាលមិនទាន់ធំហើយក៏ធ្វើការជុំគ្នាហ្នឹងទៅរឿងរ៉ាវទាំងអស់ហ្នឹងក៏ចាប់ផ្ដើមចេះតែរលូនទៅដល់កន្លងបានប្រហែលជា5-6 ខែក្រោយមកយើងចិត្តចូលឆ្នាំខ្មែរដល់ពេលចិត្តចូលឆ្នាំខ្មែរមីអូននោះក៏ប្រស្រ័យតាក់ទងគ្នាយូរទៅគ្នាវាមានទងន់គ្មានអីចឹងណាតែទងន់នោះវាមិនទាន់បានអីជាធំដុំអីណាទេទងន់នោះនឹងរៀងមកទូចដែរទេហើយយើងខែ2ខែ3ខែអីចឹងណាថាប្រហែលជារបត់ប៉ុណ្ណឹងបើតាមមើលពោះទៅហើយជារបត់ប៉ុណ្ណឹងដល់ហើយខាងចាមនោះក៏គ្នាវាមិនចូលមកដោះស្រាយគេមិនមករៀបចំគេមិនមកអីហ្នឹងអូនោះវាខឹងល្ងាចហ្នឹងទាញដងចប់ទៅហ្នឹងប្រងទៅវាយបង្ងាប់ចោលហ្នឹងណាដល់ទៅវាអត់នៅផ្ទះអានោះវាចេញទៅបាត់ទៅដល់គេទៅបាត់ទៅក៏មួយថ្ងៃចាំមួយថ្ងៃក៏វាអត់ឃើញក៏ចាប់ផ្ដើមលេះឡាឥឡូវកូនស្រីចូលយើងជាឪពុកកូនកងន់ហើយមានឯណាម៉ែស្ដីឲ្យផងពុកស្ដីឲ្យផងវាខ្មាស់គេផងអីផងក៏សម្រេចចិត្តណាចងកស្លាប់ប្រហែលជាម៉ោងយិតភ្លឺដែរហ្នឹងចងកម៉ោង4ម៉ោង5ភ្លឺហ្នឹងក៏ឈ្នះចងកសម្រាប់ចោលទៅនឹងតាមឲ្យបពុកម្ដាយគេថាប្រាប់មកចងកស្លាប់ប្រហែលជាប៉ុណ្ណឹងរឿងហ្នឹងក៏លឺតគ្នាមួយទៅហើយវាមិនទាន់តែមានមេក្រូអីទេក្នុងព្រៃហ្នឹងនោះត្រមេក្រូឯណាបានហើយយើងប្រាប់តគ្នាទាំងទៅហើយយើងកាលហ្នឹងមានទៅទាន់មានផ្លូវស្អាតអីដើរកាត់ព្រៃកាប់តែមួយច្រកមកផ្លូវដើរហ្នឹងចកាអីមានពេញអាហ្នឹងផ្លូវអាកោសផ្លូវអីអាណាស្លាឃើញដើមជើងតក់អីយើងចេះតែដើរមកទៅកាលហ្នឹងស៊ីម៉ាក់គេមិនទាន់ចុះទៅស៊ីម៉ាក់ចុះទៅឆ្នាំ2000ដូចជា2005 2007ទេហើយក៏នាំគ្នាដឹងដំណឹងថាមីអូនហ្នឹងវាចងកស្លាប់ពិសារឿងហ្នឹងទៅក៏ងាកប្រហែលមិនល្ងាចប្រហែលទេយើងនៅថាយើងម៉ោង2ចូលល្ងាចហ្នឹងម៉ោង2យើងថាសៀលម៉ោង2ចុះម៉ោងប្រហែលប៉ុណ្ណឹងឲ្យជួបជុំគ្នាអីគ្នាអញ្ចឹងទៅខ្ញុំម្ដាយហើយលោកឪពុកហ្នឹងក៏ទៅជុំគ្នាទៅជួយការងារអីចឹងទៅជួយធ្វើមឈូសធ្វើអីគ្នាហ្នឹងទៅកាប់ដើមម្សៅកាប់អីពុះធ្វើរនៀបធ្វើអីទៅកាត់ក្តារកាត់អីធ្វើមឈូសធ្វើអីចឹងទៅហើយខ្ញុំហ្នឹងក៏ឃើញគ្នានៅស្អាតក៏ទៅមើលមុខឃើញយូរស្អាតមែនទៅមើលមុខដល់ពេលទៅមើលមុខគ្នាចឹងទៅនៅស្អាតទៅចងកងាប់ជាប់ដល់កហ្នឹងលៀនដណ្ដើមបន្តិចហើយក៏ដាក់ក្នុងមឈូសដាក់ក្នុងអីហ្នឹងរៀបចំទៅមិនទាន់មានអាចារ្យមកទេដល់ហើយអីហើយចឹងទៅយើងដាក់ក្នុងមឈូសដល់ដាក់ក្នុងមឈូសយើងលើកយកទៅដាក់លើគេមុខផ្ទះហើយមុខផ្ទះថាចាហ្នឹងដាក់នឹងកើតទេអត់តែមិនចាសំទោសអ្នកភូមិហ្នឹងក៏ថាដាក់នឹងកើតទេដាក់គ្នាលើផ្ទះទៅហើយយើងដាក់ដំពីគោដំអីឲ្យហើយទៅអាចារ្យមិនដឹងស្វាណាមកទេមិនស្រួលគាត់មិនបានមកក៏មិនដឹងផ្លូវឆ្ងាយផងបានចិត្តផ្ទះអ៊ំរករ៉ាហ្នឹងគាត់នៅកាលហ្នឹងនៅចិត្តជើងភ្នំដែរតែឥឡូវគាត់ស្លាប់បាត់ហើយរករ៉ាហ្នឹងហើយខ្ញុំអីតែស្រ័យផ្ទះគាត់ទៅញយដែរណាកាលហ្នឹងគាត់មានបញ្ញាមួយចាក់រំប្រគួយរំអារំប្រគួយក៏រំអាមនុស្សក៏រំជួយមកលោយកាលហ្នឹងហើយគាត់បានមកតោអាសន្នយ៉ានមួយហ្នឹងគាត់ដឹកអាចារ្យមកមិនចេះចិត្តអីយល់តាំងពីសាលាក្រៅទៅជួយឲ្យហ្វុយឲ្យទៅដល់រំទៅដល់ហើយដល់ទៅដល់គេក៏ដាក់អាខ្មោចហ្នឹងឡើងទៅលើអីបិទឈូសបិទចិត្តឈឹងអស់ហើយយើងក៏មិនទាន់ដឹងពីរបៀបវិធីធ្វើអីចឹងណាហើយក៏អាចារ្យមកដល់គាត់ថាអេចណាសាកសពថាសាកសពវិញដាក់ក្នុងមឈូសបាត់ហើយដំឈើដំនិកោដំអីចូលហើយទេអត់មានពីណាគេទៅធ្វើចឹងទេមកទៅកោះមឈូសយកសពចេញមកវិញសិនដល់យើងនាំគ្នាទៅកោះមឈូសកោះអីដល់ពេលយើងកោះមឈូសចេញមកមានណាអត់ឃើញសពខ្មោចហងលេងនាំគ្នារត់អីជន់ជើងគ្នាពេញហ្នឹងខកពុតមកហើយចូលទាំងខ្ញុំទាំងអីខ្ញុំហ្នឹងអ្នកវាយកោមឈូសហ្នឹងហើយដល់សាប់តែវាអត់ឃើញដល់ពេលខ្មោចហ្នឹងវាបាត់ពីមឈូសហើយមនុស្សនៅជុំវិញហ្នឹងអត់ដឹងថាពីណាយកទៅណានាំគ្នាដើររោឆ្វែងឆ្វាត់ពេញអាហ្នឹងទៅដើររោវាមិនឃើញមានអ៊ំមួយគាត់ឆ្មបហើយពីដើមមិនទាន់ស្គាល់ថាគាត់ឆ្មបទេខ្ញុំស្គាល់គាត់ឡូវតែទេពីដើមហ្នឹងគាត់ក៏មានវិធីបូលដាក់ពងមាន់នោះបូលរោចុះរោឡើងហ្នឹងទៅក៏ដាក់ទៅអាពងមាន់ហ្នឹងវាដេកទៅខាងកាពាំងទឹកហ្នឹងស្រាប់ឲ្យហើយគេនាំគ្នាទៅមើលឃើញខ្មោចហ្នឹងវាជាមួយក្បាលនៅក្នុងថប់មាត់ស្រាន
ណាមាត់ស្រះហ្នឹងគេដងទឹកចុះឡើងហ្នឹងមិនក៏វាមិនឃើញគេទៅឡើងប្រមាណដងហើយបាត់នឹងភ័យគេសួរថាមានបណ្ណាយកខ្មោចទៅបោះចោលហ្នឹងថាទៅទេគ្មានបណ្ណាយកទៅបោះទេមនុស្សនៅជុំវិញហ្នឹងគេជួយរៀបចំអ្នកខ្លះក៏ធ្វើបបរអ្នកខ្លះក៏ធ្វើអីទៅដាក់ហូបដាក់អីហ្នឹងទៅហើយគ្មានបណ្ណានេះទៅរៀបបាយសីកាច់អីធ្វើដើម្បីសូត្រមន្តសូត្រអីហ្នឹងណាតែអាចារ្យហ្នឹងគាត់និយាយថាហីមិនទាន់អីផងហើយក៏លងសាហាវយ៉ាងហ្នឹងទៅហើយហ្នឹងហើយយប់ហ្នឹងខ្ញុំទៅសម្រាប់នៅណាទៅហ្នឹងអីទេលោកចាទៅផ្ទះខ្ញុំក៏បានដែរតារកប្រាក់គាត់និយាយហើយពួកខ្ញុំថាឥឡូវទៅផ្ទះតារកប្រាក់អីវាឆ្ងាយឥឡូវទៅផ្ទះខ្ញុំមកជរុកខ្ញុំវានៅចិត្តជាងទៅរោងខ្ញុំទៅបើថាគាត់ហ៊ានសម្រាប់ក្រោមទេអាចឲ្យគាត់ឡើងទៅលើដើមម៉ាសីចងរឹងសម្រាប់លើដើមម៉ាសីហ្នឹងទៅវាមានចដាមានអីឡើងហើយយើងទៅសម្រាប់នឹងទាំងអស់គ្នាទៅហូបបាយហូបអីឲ្យឡើងទៅហ្នឹងទៅសាប់ឲ្យហើយអីហើយក៏គេនន់គ្នាយកខ្សែចងសពហើយគេយកអស័យហ្នឹងលូកតាមប្រឡោះខ្សែហ្នឹងលើកសពហ្នឹងចេញពីមាត់ស្រះមកសម្អាតខ្លួនសម្អាតអីទៅផុកឲ្យសមកហ្នឹងដល់ដល់ពេលគេសម្អាតខ្លួនហើយអីហើយរួចរាល់ហើយក៏អ្នកនៅចិត្តហ្នឹងគេគង់គេមិនសូវហ៊ានចូលមកដែរព្រោះអីវាស្រស់ពេកវាលយពេកវាសាហាវពេកហើយយើងធ្លាប់ឃើញអញ្ចឹងដែរលើកមុនធ្លាប់តែឃើញតែស្រីក៏បត់ក្បាលដុតទៅវាហោះទុំដើមឈើតែលើកហ្នឹងដាំថ្មីហើយលេចបាត់ខ្មោចពីមឈូសហើយមិនសូវហ៊ានចូលចិត្តប៉ុន្មានដែរដល់ឃើញអញ្ចឹងក៏យើងទាំងគេទាំងខ្ញុំទាំងអ្នកផ្សេងនេះក៏រឿងអញើទៅញើដែរដល់ទៅហើយតែអាចារ្យក៏គាត់ដឹងទៀតថាខ្មោចហ្នឹងខ្មោចពោះមានពងមានកូនអញ្ចឹងណាហើយកូនទាំង2 3ខែគាត់ធ្វើឲ្យមកថាចុយម៉ែកាចចុយម៉ែខ្មោចនេះខ្មោចមានតៃពោះនេះកាចណាស់ដល់អញ្ចឹងអាអ្នកតាយោហ្នឹងក៏មិនប្រាប់តាអាចារ្យខ្លាចខ្មោចដែរប្រាប់តែខ្មោចពោះធំមកអញមកទេទៅអ៊ំរកពូរកតារកក្រាក់ហ្នឹងគាត់ថាអូអ៊ំអាចារ្យហើយបានអញ្ជើញមកហើយទៅរយណាបានទៅសាលាក្រៅមិនទៅស្រួលជីណាលោកហើយកាត់ដប់កាត់បីឲ្យខ្ញុំម្នាក់ឯងទៀតហើយតាយោអ៊ំបញ្ជើញអ៊ំមកអ៊ំស្រួលទេដីពីនេះទៅនោះដីជិត20 គីឡូតម្រាំយកអ៊ំបានហើយផ្លូវមិនស្រួលជីណាអ៊ំហើយពិបាកណាស់យើងជិះតាមផ្លូវក្រមនឹងខ្លាចប៉ះតាមីននឹងផ្ទុះអាយាយងាប់អស់ទៅហើយក៏គាត់នៅស្ងៀមគាត់មិនមាត់មិនកអីទៀតទេក៏គាត់នៅស្ងៀមគាត់ជួយធ្វើពិធីធ្វើអីចឹងទៅរួចហើយក៏ដាក់ចូលមឈូសសាថ្មីក៏ដាក់កណាត់ដាក់អីចឹងទៅហើយកាលនោះគេយកអាប្រេងល្ងយើងគេចម្រាញ់ប្រេងល្ងខ្លួនគេក៏យើងដាំល្ងចម្រាញ់ប្រេងល្ងយកមកលាបស្បែកចឹងទៅមើលទៅរងលោមកលើបហ្មងទៅលើបស្អាតហើយចាស់ក្នុងខំហ្នឹងគេរៀបចំម៉ៃសេរៀបចំពិធីធ្វើការពារគ្រោះចង្រៃនៅផងហើយបដិញគ្រោះនៅផងអត់មានប្រសងទេមានតែតាអាចារ្យហ្នឹងចាអាចារ្យគាត់ចេះមុនគាត់ចេះពុទ្ធមុនគាត់ចេះអីចឹងទៅគាត់ហ្វាត់ស៊ីទៅព្រះបរិត្តអីចឹងទៅដោយគាត់រតនាសមាធិសិលហើយអីហើយក៏មាសការរតនត្រ័យអីសពគ្រប់បែបយ៉ាងហើយក៏ធ្វើពិធីពុទ្ធសមាតាមមឈូសតាមអីហ្នឹងទៅកុំឲ្យបាត់សាកសពទៀតដល់ពេលពុទ្ធសមាហើយអីហើយក៏គេរៀបចំមឈូសហ្នឹងយើងតម្លាក់ទៅខាងក្រោមវិញត្រៀមយកទៅបូជាហើយខ្មោចហ្នឹងបូជាគឺអត់ទុកដល់មួយថ្ងៃទេព្រោះខ្មោចពោះធំគេមិនឲ្យទុកដល់មួយថ្ងៃទេក្មេងៗអីហ្នឹងក៏ឃើញមកចឹងរត់ស្រាវចេញអស់ទៅមានតែ4 5នាក់ខ្ញុំហ្នឹងតែផុតហ្នឹងចាស់ហើយអ្នកដែលតម្លាក់មកឈូសមកហ្នឹងក្រុមសាច់ញាតិគាត់ហ្នឹងតម្លាក់ចុះមកអីមកទៅដល់ពេលយើងសែងមកឈូសសែងអីហ្នឹងទៅដល់កន្លែងបូជាទៅដល់កន្លែងបូជាក៏ទៅសៃទៅទាញខ្ញុំមិនដឹងអីមិនដឹងធាក់អាមកឈូសហ្នឹងមកទាំងមកលបើកអាខាងក្រោយហ្នឹងដូចដូចអាយើងធាក់មកឈូសចេញហ្នឹងម៉ាំងលបើកខ្វាច់មកតម្លាក់អាមកឈូសហ្នឹងចោលវាបែកមកឈូសហ្នឹងទម្លាក់ផ្លុតមកចេញជើងមកពាក់កណ្ដាលត្រឹមជង្គង់តែអមរំគ្នារត់ព្រាតហើយលោកអាចារ្យហ្នឹងក៏ចឹងទៀតប្រយលឿននឹងគេហើយខ្ញុំហ្នឹងចាំកាលទៀតទៅទាំងអស់គ្នាណាមិនបានអ្នករត់មានហ៊ានដើរឆ្ងាយពីចាស់ទៅខ្លាចភ័យសាប់ចឹងហើយសួររអ្នកដំនៃគោលតារកចោលដល់ខ្ញុំថានោះអាល្អិននោះអ្នកដំនៃគោលចាយកនៃគោលប្រហែលហ៊ុនដល់ដំខ្ញុំថានៃគោល5ហ៊ុនអ៊ំទៅ5ហ៊ុននេះធាក់លបើស្រួលមែនឯដំលំទេខ្ញុំថាអត់ទេអ៊ំខ្ញុំដំមកជាប់អូអញជឿមើលចូលទៅមើលគេចូលទៅមើលមិនទៅទាំងអស់គ្នាទៅ4 5អ្នកមនុស្សធំនោះចូលលោបទៅឃើញមកឈូសហ្នឹងវាធាក់លបើកមែនហើយអត់តម្លាក់មកឈូសជើងមកមុនហ្នឹងវារួមទងន់ទាំងសាកសពហ្នឹងវាធាក់ចេញជើងមកហ្នឹងឃ្លាជើងមកក្រោយមកដល់ទៅហើយចាប់ផ្ដើមតឡើងលើកមកឈូសហ្នឹងលើកជើងដាក់ក្បាលសញ្ញងទៅឲ្យវាធ្លាក់ចូលទៅមកឈូសវិញហើយវាយបាត់ទីគោលទៅភ័យមួយសាហ្នឹងទៅដល់តែក្រោយមកទៀតក៏ចាប់ផ្ដើមសែងចិត្តដល់កន្លែងបូជាសែងដល់ចិត្តកន្លែងបូជាសល់ប្រហែលជា10 ម៉ែត្រទៀតដល់សារភ្នែកអាមេឃវារៀងធ្លាក់ខ្យល់លិហិមក
ធ្លាក់ខ្យល់មកហឺទៅប្រងបលេងមកឈូសចោលមួយសាទៀតតែចាថាកុំបលេងមកឈូសក្នុងបលេងអត់បានទេកុំបលេងវាអត់បានទេទៅត្រូវាជាប់ផ្សែងទៅដល់កន្លែងបូជាសិនហើយអ៊ំម្ចាស់គាត់ចេះតែនិយាយសឹកសៀបប្រាប់ថាទៅហើយខ្មោចនេះខ្លួនមួយខ្លួនពីរវិញ្ញាណពីរឡងសាហាវណាស់ហើយចាំមើលឃុំនឹងនៅអត់បានសុខទេហើយតារ៉ប្រាគាត់និយាយថាចុះលោកអ៊ំម្ចាស់ឯងចេះស្រាប់តើជួយនេះតិចទៅជួយពាត់ជួយបិទជួយបាំងទៅគាត់ទៅនិយាយអីបិទបាំងហ្មងអាពោះធំនេះឯងតែបិទបាំងទេធ្លាប់បិទបាំងតែធម្មតាតែខ្លួនមួយជីវិតមួយតែអានេះខ្លួនពីរជីវិតពីរទប់វាមិនកាចណាស់សាហាវទៅព្រាវកើតទេអញ្ចឹងគាត់បានជួយខ្លះហើយយើងមិនដឹងថាជួយបានប៉ុណ្ណាអីប៉ុណ្ណាទេចាំមើលសិនរួចរាល់ហើយក៏ចាប់ផ្ដើមដាក់គោអស់គោអីតែលោកអាចារ្យណាគាត់ប្រាប់ថាឥឡូវមើលសាច់ញាតិណាឪពុកអីហ្នឹងឥឡូវមកមើលកូនជាលើកចុងក្រោយទៅដល់មើលកូនចុងក្រោយហ្នឹងឪពុកយំអាណិតគាត់អាណិតខ្លាំងចង់យំតាមគាត់ហើយសំបីតែខ្ញុំនិយាយទៅនឹកឃើញអាការនោះចង់ស្រក់ទឹកភ្នែកចំនួនហើយកូនពងពេញស្រឡាញ់ផងលោកអើយ7 8 10ស្អាតណាស់ស្អាតលើទៅស្អាតមែនចាខ្ញុំហ្នឹងហារៀបព្រៃល្ងអីឡើងស្អាតអីចឹងទៅដាក់មកមើលសាច់ទាំងឡូងស្អាតដល់ឲ្យគាត់យំទឹកភ្នែកបែបអីចឹងទៅលើកចុងក្រោយអូវជូនបានប៉ុណ្ណឹងឯងកូនអើយធ្វើមិននិស័យយើងបានប៉ុណ្ណឹងហើយអ៊ំអូវសុំទៅកូនឯងផងអូវខឹងពេកជេរកូនឯងថាកូនឯងប្រមាថកូនឯងសពគ្រប់បែបយ៉ាងកូនអើយភ័យទោសឲ្យប៉ាផងព្រោះតែប៉ាបារម្ភប៉ាខឹងប៉ាស្រឡាញ់កូនឯងវាស្រឡាញ់ពេកស្រឡាញ់ហួសហេតុស្រឡាញ់ហ្នឹងដល់អញ្ចឹងទៅប៉ាវាខឹងពេកអាសេចក្តីទុកនឹងវាគ្របសង្កត់ខ្លាំងពេកកូនអើយបានប៉ាធ្វើដល់កូនឯងដល់ថ្នាក់ហ្នឹងលោកដល់កូនឯងខឹងកូនឯងទ្រាំបានចងកសម្រាប់ខ្លួនយំរៀបរាប់នៅមុខនៅកន្លែងឈូសហ្នឹងមិនតន់ធ្វើជាភ្នោទេកន្លែងដាក់ដុតហ្នឹងដល់ហើយប្រហែលជាគូនឹងស្ដាប់ដឹងគាត់ផ្អើលបែបมึงនឹងងាប់ហើយវាមិនដឹងទេគាត់ថាយើងដាក់អារម្មណ៍អញ្ចឹងទៅហើយចង់ទឹកភ្នែកទឹកសបោដល់សັບហើយតែជាគូនឹងដឹងមែនគាត់ដាក់វឹកមកតែសាយទីទៀតហើយកុំដឹងលេងសាប់អាដៃដែលរឹងឆ្កងហ្នឹងលេងសាប់ចាប់ដៃឪពុកលេងមានណាអូនហ្នឹងលេងខាក់មកឈូសហ្នឹងខ្មោចហើយគេរត់គ្រប់គ្នាលេងអ៊ំរករ៉ាអត់រត់គាត់ឈោសើចរយសើចគាត់សើចអស់ពីសើចគាត់ទៅជួយបេះដៃចេញក្មួយស្រីអើយទៅបានសុខទៅកុំលងឡាញអ្នកគុំអ្នកសុខអីតែរករ៉ាគាត់និយាយថាហើយអូគេអីអញ្ចឹងយំសោកដល់ខ្មោចកូនចាប់ដៃស្រែកទៅធាក់កដាមឈូសអត់សំណំសោះអូគេស្អីអញ្ចឹងឈួតអញ្ចឹងថាអូមិញខ្ញុំភ្លេចវាភ័យពេកហើយណាមួយកូនវាបាត់ពីរដងហើយអាមុននោះបាត់ពីមកឈូសអាក្រោយមកទៀតឃ្លាជើងចេញពីមកឈូសវាភ័យហើយធ្លាប់តែខ្ញុំនឹងជេរស្ដីថាអូវាផងអីផងសោះគ្រប់បែបយ៉ាងអញ្ចឹងទៅខ្លាចទៅវាខឹងអូវាអីវាច្បាច់កឲ្យងាប់បាត់ទៅថារកតែគាត់និយាយថាវាមិនដល់ថ្នាក់ហ្នឹងទេវាមិនណាទៅច្បាច់កសម្រាប់ម៉ែអូខ្លួនឯងអញ្ចឹងខំថែរក្សាតែអូសពហ្នឹងណានេះខ្ញុំជេរវាខ្លាំងពេកខ្លាចទៅវាខឹងក៏ទ្រាំបានអីចឹងណាខ្ញុំវាភ័យដល់ហើយក៏បិទឈូសបិទអីជាលើកចុងក្រោយតែអាចារ្យគាត់ថាមិនតអាបិទគាត់ថាបើសិនជាមិនធ្វើតាមគាត់ទេភូមិហ្នឹងទាំងអស់ចការនឹងអស់គ្មានអាណានៅបានសុខមួយទេដល់ហើយឲ្យទាញសពនោះកាប់មុខតកោមហើយគេដាក់អស់ដាក់អីរៀបរួចរាល់អស់ហើយគេក៏បិទក្តាមឈូសលើក្តាមឈូសនោះដាក់ទៅលើកំណោអស់ហើយសង្កត់អស់ថែមពីលើហ្នឹងមកសង្កត់អីថែមហ្នឹងទៅបូជាហើយអីហើយរួចរាល់ហើយដល់ទៅពេលបូជារួចអីរួចអញ្ចឹងក៏ពុកម្ដាយបងប្អូនហ្នឹងនៅចាំនៅចិត្តលើហ្នឹងទៅចាំហើយដល់ពេលហើយខ្ញុំនៅផ្ទះនេះទេនៅចរុកនេះទេហើយខ្ញុំមិននឹកឃើញសម័យថាទេបើសិនជាអ៊ំអាចារ្យគាត់មិនដាក់កាប់មុខបើសិនជាខ្មោចហ្នឹងវាលោតឡើងពីឈូសហ្នឹងដូចខ្មោចតាស្រេងអាហ្នឹងមិនដឹងថានាំមានរត់ប៉ុណ្ណាទេនោះនឹកឃើញនៅចិត្តអញ្ចឹងព្រឺខ្លួនឯងញាក់ចុយមកនឹកឃើញហ្នឹងទៀតហើយក្រោយពីការបូជារួចមកឪពុកម្ដាយហ្នឹងក៏បានទៅហៅលោកតាអាចារ្យមកសាទៀតហើយលោកតាអាចារ្យហ្នឹងមកធ្វើកិច្ចពិធីហ្នឹងដើម្បីបញ្ចប់នៅការបូជាហ្នឹងហើយលោកតាអាចារ្យគាត់ធ្វើរបៀបប្រសង់ដែលលោកធ្លាប់ធ្វើឆាកធ្វើអីពីដើមមកហ្នឹងគឺលោកពេលតែដុតបានហើយលោកឲ្យប្រមូលឆ្អឹងណាដែលនៅសល់ធំអីតាមអាក្បាលដាក់តាមក្បាលអាជើងដាក់តាមជើងហើយអាដៃហ្នឹងក៏ដាក់តាមដៃទៅអញ្ចឹងហើយគាត់ក៏កាច់ស្លឹកចេកយកមកដល់គាត់គ្របពីលើអាឆ្អឹងហ្នឹងគាត់អូសដំបូងឡើយគាត់អូសពីក្បាលចុះមកដល់ចុងជើងបន្ទាប់មកទៀតគាត់ក៏អូសពីចុងជើងឡើងទៅក្បាលបញ្ច្រាស់គ្នាវិញហើយបន្ទាប់មកទៀតបានគាត់យកលឹកចេកហ្នឹងយកមកបាក់ខាងឈុកដៃឆ្វេងដំបូងតមកអូសចុះមកក្រោមដាក់ដៃឆ្វេងអូសចុះមកក្រោមគាត់និយាយថាសពនេះ
បានបូជាហើយក៏បានធ្វើពិធីហើយដែរអញ្ចឹងសូមចៅឯងទៅកាន់សុគតិភពចោះកុំបីនៅអឡោះអាល័យទីនេះឡើយព្រោះទីនេះគ្មានអីឲ្យអឡោះអាល័យទេព្រោះចៅឯងបានទៅហើយអញ្ចឹងសូមឲ្យការទៅរបស់ចៅឯងនឹងសូមឲ្យបានសេចក្តីសុខហើយក៏មានសៅមងឡើយទីណាកន្លែងណាដែលចៅគិតថាមានសេចក្តីសុខចៅទៅចាប់កំណើតទីនោះចោះមានឋានសួគ៌មានអីជាច្រើននឹងចៅឯងទៅចាប់ជាតិចោះហើយអ្នកណាដែលគេនៅធ្វើបាបធ្វើកម្មឬក៏មានកំហឹងគុំគួនអីដែលចៅគុំគួនអីហ្នឹងក៏សូមឲ្យសាបរលាបទៅកុំឲ្យមានសៅមងអីធ្វើចិត្តឲ្យជ្រះថ្លាធ្វើចិត្តឲ្យល្អទៅដើម្បីទៅបានកំណើតថ្មីកើតមកម្សាទៀតហ្នឹងគឺបានឲ្យផែនរូបស្អាតរស់ស្អាតអីចឹងទៅវាចៅអញ្ចឹងហើយចៅឯងធ្វើដំណើរទៅឲ្យបានសេចក្តីសុខសេចក្តីចម្រើនឪពុកម្ដាយដល់នេះគេនឹងរៀបចំធ្វើបុណ្យធ្វើទានអីនឹងឧទ្ទិសកុសលផលបុណ្យទៅឲ្យចៅឯងហើយតាអាចារ្យនិយាយចប់អីចប់ហ្នឹងគាត់ក៏យកស្លឹកចេកហ្នឹងយកមកដល់ឆោតលឹកចោលអស់ទុកតាធៀងហើយគាត់ក៏បានយកធៀងហ្នឹងទៅគូយន់ដូចជាយន់យើងពីការប្រសង់ធ្វើខ្មោចតាស្រីហ្នឹងប្រសង់មិនធ្វើចង់ដែរធ្វើទៅយន់ដាក់លើរូបហ្នឹងហើយដល់អញ្ចឹងពីក្បាលហ្នឹងបើចាំខ្ញុំចាំបានទេរូបយន់ហ្នឹងគឺយន់ញីដែលគូវាលើក្បាលកន្លែងបូជាហើយហ្នឹងណាកន្លែងឆ្អឹងដែលបូជាហើយហ្នឹងដល់ហើយគេយកចានគោមួយមកដល់រើសឆ្អឹងរើសអីហ្នឹងដាក់បានរៀបក្រែលដែរដល់ពេលយើងដាក់បានរៀនក្រែលដែរក៏តាអាចារ្យហ្នឹងគាត់ឲ្យខ្ចប់នៅកណាត់សត្រកណាត់សយកមកដល់យើងដាក់ក្រោមចានហ្នឹងទៅយើងគ្របហើយមិនគ្របតែចានទេនៅមានចានកលុំតូចមួយទៀតសង្កត់ពីលើបន្ទាប់មកទៀតតាអាចារ្យហ្នឹងគាត់ធ្វើពិធីដាក់ខ្សែអំបោះចងពីគូតហ្នឹងមករុំចានដាក់ធាតុហ្នឹងរុំចុះរុំឡើងក៏ធ្វើតាមបែបក្បួនបុរាណរបស់គាត់ហ្នឹងមានសូត្រចងផងអីផងផ្លុំផងស្ដោះផងដល់ពេលធ្វើពិធីហ្នឹងហើយអីហើយក៏ស្រាប់តែគាត់យកទៅដាក់មុនគេដល់យកទៅដាក់គាត់ហ្នឹងអង្គុយនៅលើខ្ទមលើជ្រុកហ្នឹងជាមួយនឹងចានធាតុហ្នឹងនៅខាងលើពុកម្ដាយហូមផងលបងជាមួយអីគឺគាត់អង្គុយផ្ទះនឹងក្រោមហ្នឹងឯងគាត់អង្គុយទៅជែកគ្នាអញ្ចឹងទៅវានេះវានោះអញ្ចឹងទៅក្រោយពីការទៅជែកគ្នាអីហើយអ៊ំអ្នកហ្នឹងក៏គាត់សួរហើយចុះក្មេងចាមប្រហែលអ្នកហ្នឹងហើយវារត់ទៅណាវាគេចទៅណាម៉ាក់ខ្ញុំក៏គាត់និយាយថាមិនដឹងទេជាតសេងទៅដល់លេងសាប់ពូវាបាត់សមោលអស់ចឹងទៅហើយកាន់ដងចប់ទៅទំនងទៀតហើយទៅនោះវាប្រងទៅវាយគេឲ្យងាប់មកហ្នឹងទៅអស់នោះវាអត់នៅទៅដល់ហើយមកវិញចេះតែវាមិនសប្បាយចិត្តវាធម្មតាទេទាំងយើងទាំងគេតែកូនមិនចឹងយើងជាម៉ែយើងមិនសប្បាយចិត្តមានជេរបន្តិចបដាសាខ្លះហើយតាមចិត្តខឹងតាមចិត្តអីនោះចង់យើងជាពុកជាម្ដាយយើងខំចាំខំថែបីបាច់ថែរក្សាវាមកឲ្យវាទៅអញ្ចឹងយើងសាកគិតមើលទៅទាំងអារម្មណ៍គេអារម្មណ៍យើងវាមិនខុសគ្នាទេព្រោះថាឥឡូវវាធ្វើម៉េចបើវាជ្រុលហួសដំណើរទៅហើយវាបានកន្លងទៅហើយមានអីមានតែត្រឹមតែពាក្យថាសោកស្ដាយពាក្យថាក្រំគ្រាវាមិនគួររឿងវាមិនគួរតាំងពីដើមវាមិនគួរទេគួរថាម៉េចកូនវាជ្រុលហួសដំណើរទៅអញ្ចឹងហើយគួរតែយើងជាពុកជាម្ដាយហ្នឹងក៏អត់ឲ្យនៅគ្នាខ្លះទៅលើកទឹកចិត្តគ្នាទៅជួយនិយាយអីល្អទៅកុំឲ្យគ្នាបាក់ទឹកចិត្តកាលពេលខ្លះមនុស្សយើងវាគិតវាមិនដល់គិតវាមិនឃើញក៏ដូចចាស់ពីដើមគាត់និយាយថាមកបាំងចឹងបិទណាដល់ពេលខឹងខ្លាំងពេកទៅមកវាបាំងល្ងឹតវាមិនដឹងអីទេនិយាយអាហ្នឹងទី1ព្រោះតែការស្រឡាញ់ហ្នឹងវាស្រឡាញ់ពេកស្រឡាញ់ពេកទៅធ្វើឲ្យអាសេចក្តីទុកហ្នឹងវាគ្របសង្កត់ចឹងទៅវាធ្វើឲ្យយើងពិបាកចិត្តតានតឹងសម្បើម៉ាស់វាអត់ស្រួលទេដល់ពេលនិយាយចប់ចឹងទៅក៏តាសេងហ្នឹងក៏ដើរមកពីក្រោយក៏ថាអ៊ំវាកាលហ្នឹងខ្ញុំស្ដាយក្រោយខ្ញុំអត់គួរនិយាយដាក់កូនអញ្ចឹងទេខ្ញុំគួរនិយាយដាក់កូនអញ្ចឹងទេខ្ញុំពិតជាស្ដាយមែនតែទៅមិនហើយវាជាកំហុសកន្លងផុតទៅហើយខ្ញុំវាពិតជាសោកស្ដាយមែនតែមិនដឹងទៅធ្វើយ៉ាងម៉េចបានហើយគាត់ក៏និយាយទៀតតថាបើសិនជាពេលវេលាអាចថយក្រោយបានខ្ញុំ
សូមឲ្យពេលវេលាថយក្រោយយកអាយុជីវិតខ្ញុំក៏បានដែរនិយាយត្អូញត្អែរៀបរាប់ហើយក៏គាត់យកដៃជូតទឹកភ្នែកយកដៃជូតទឹកភ្នែកហើយគាត់ឆ្ងើកមុខចុះហើយអ៊ំអាចារ្យហ្នឹងក៏ដើរមកពីក្រោយគាត់គាត់ថាកុំពិបាកចិត្តពេកជីវិតយើងវាមិនទៀងទេសង្ខារមិនទៀងទេបើមានរឿងចឹងហើយបដោយទៅតាមកម្មទៅកុំគិតនាំទៅពិបាកចិត្តអីពោះមនុស្សយើងយ៉ាងកាលពេលខ្លះធ្វើខុសមានឱកាសកែដោយសារអីដោយសារមានអ្នកលើកទឹកចិត្តមានអ្នកជួយគ្រប់គ្រងអីចឹងទៅដើម្បីលើកទឹកចិត្តដល់ពេលយើងទៅគោះបោះបោកដាក់គ្នាអញ្ចឹងមានអីឥឡូវចងកងាប់ឥឡូវដុតខ្ទេចសល់មួយចាននៅលើផ្ទះនោះឃើញអត់នៅខ្ញុំការគិតការធ្វើប្រហែសរបស់យើងថាមិនបន្តិចទេអង្គវាឯងឃើញអត់កូនស្រាប់ទាំងវ័យក្មេងឃើញវារងសម្ពាធច្រើនពេកទី1រងសម្ពាធពីយើងជាឪពុកផងរងសម្ពាធពីសង្សារនោះផងហើយរងសម្ពាធពីសង្សារហ្មងគ្នាធ្វើឲ្យគ្នាមានពោះមានពងហើយរត់ទៅបាត់ចោលគ្នាទុកឲ្យគ្នានៅត្រូវម៉ែត្រូវឪជេរឪថាឪប្រមាថវ័យអានឹងគ្នាបាក់ទឹកចិត្តអានឹងហើយមកតង់ហើយដល់តែយើងមកដាក់ថែមមកតង់ទៀតអានឹងវារឹតទៅធ្ងន់ហើយដល់តែគ្នាវាមិនដឹងថាសម្រាប់ចិត្តយ៉ាងម៉េចត្រូវមានតែផ្លូវមួយចងកងាប់ឃើញទេងាប់ទាំងអាក្នុងពោះនោះ2 3 ខែហ្នឹងខ្ញុំដឹងហើយងាប់ទាំងម្ដាយងាប់ទាំងកូនហើយអង្គវាឯងគិតមើលងាប់ពោះធំហើយងាប់ទាំងប្រហែលខែចេះហើយមិនប្រឡាញ់អ្នកភូមិផងលបងចិត្តនៅក្នុងព្រៃយើងមិនគួរនិយាយរឿងហ្នឹងទេប៉ុន្តែបើសិនជាលងគឺលងសាហាវណាស់កាយក៏កាយណាស់ដែរហើយខ្ញុំធ្វើពិធីឲ្យរួចរាល់អស់ហើយពិធីរៀបចំតាក់ព័ទ្ធសមាព័ទ្ធអីអស់ហើយតែដោយអំណាចនៃមុននៃវិជ្ជាដែលខ្ញុំរៀនមកនោះទុកបានបណ្ណាអានោះវាជារឿងមួយផ្សេងទៀតទេក៏គាត់ថាបើសិនជាខ្មោចនេះមានរិទ្ធមានអំណាចខ្លាំងដោយបានអ្នកណាជួយឬក៏បានព្រាយថាណាជួយឬក៏គ្រប់គ្រងទៅវាចាប់ចងទៅវាសែបដោយមុនអីផ្សេងប្រើមកធ្វើអ្នកភូមិអ្នកស្រុកអីទៅអាហ្នឹងវាជារឿងមួយពិបាកទៀតហើយយើងសម័យនេះយើងក្រប្រសងណាស់ប្រសងនៅឆ្ងាយណាស់ហើយមកវត្តចង្ការស្ទើរតែមិនមានប្រសងផងអញ្ចឹងយើងកម្ររកបានណាអញ្ចឹងហើយខ្ញុំសង្ឃឹមថាពេលដែលខ្ញុំធ្វើហើយនេះទៅបានសេចក្តីសុខសប្បាយទាំងអស់គ្នាទៅកុំឲ្យមានបញ្ហាកុំឲ្យមានអីទៀតអញ្ចឹងណាហើយមើលយើងមើលរៀបចំបន7ថ្ងៃ7អីបើយើងធ្វើក៏ធ្វើទៅបើមិនធ្វើទេក៏ឲ្យទៅតែបើថាធ្វើទេយើងក៏មិនបាច់ធ្វើឲ្យធំដុំដែរដល់គាត់និយាយចង់សៅលូរាវខាងលើឡារាវខាងលើក៏ស្ទុះចេញមកក្រៅផ្ទះទាំងអស់គ្នាក៏ស្ទុះចេញមកស្រាប់អូហ្នឹងស្ទុះឡើងកម្មចដើរទៅមើលឃើញចានដែលខ្ចប់ធាតុហ្នឹងធ្លាក់ទៅលើកៅអីក៏សួរលោកតាចាអ៊ំចាធាតុមុនហ្នឹងអ៊ំដាក់នៅលើកៅអីឈើហ្នឹងឬក៏មិនអ៊ំឃើញធ្លាក់មកក្រោមអ៊ំអាចារ្យគាត់ស្រែកសួរហើយចុះនៅផ្ទះមានឆ្មាមានអីអត់ចុះគាត់ថាផ្ទះគាត់មិនដែលមានឆ្មាទេតាំងពីដើមមកយកហើយមិនដែលមានឆ្មាទេអ៊ំអាចារ្យគាត់នឹកភ្នក់ក្នុងចិត្តគាត់ធ្វើមុខឡើងស្ងួតពេលនោះគាត់និយាយថាអីទេបើវាធ្លាក់ប្រហែលជាមកពីខ្យល់មកពីអីឬក៏មកពីតុកគាត់មុំអីហ្នឹងហើយតែសេងគាត់និយាយថាទេអ៊ំអាចារ្យតុកប៉ុណ្ណាណីអត់មុំហ្មងតុកហ្នឹងមនុស្សដេកបានណាចឹងអត់អីទេចឹងលើកធាតុទាំងដាក់ទៅលើសិនទៅហើយចាំខ្ញុំទៅជួយធ្វើវិធីឲ្យមួយសាទៀតដល់ទៅពេលហើយអម្ចាស់គាត់ដើរឡើងទៅហើយអ្នកក្រោមហ្នឹងគាត់រៀបចំទៅផ្ទះបដារៀបចំទៅផ្ទះបដាព្រោះល្ងាចហើយរៀបចំបដាយើងអង្គុយយើងគៀនផ្លូវកម្មដាឡើងស្រាប់មកស្ទុះលន់រាវឬស្រាប់អម្ចាស់គាត់ហក់ពីលើផ្ទះមកហ្មងហក់ទៅធ្លាក់មកដល់ក្រោមមកហើយមាននរណាណិតគាត់ហងលេងខ្លោះជើងស្រែកខ្មោចឲ្យមកគ្នារត់ចេញក្រោមផ្ទះរូទាំងអស់គ្នាទាំងខ្ញុំនឹងអីហ្នឹងហើយលោកតាអាចារ្យរត់ទៅណារួចចឹងតាខ្លោះជើងហ្នឹងតាសេងគាត់អញ្ចឹងគាត់ប្រងរត់ឡើងទៅលើផ្ទះបន្តិចប្រងរត់ចុះមកក្រោមបន្តិចដល់ហើយតាអាចារ្យស្រែកខ្មោចហើយក៏អូសតាសេងគាត់អូសតាអាចារ្យចេញមកក្រៅសិនហើយនៅក្នុងផ្ទះហ្នឹងអត់មានណាហ៊ាននៅទេពេលហ្នឹងខ្ញុំនេះរត់មកក្រៅទាំងអស់ហើយក៏អម្ចាស់គាត់ឈឺជើងគាត់ថាអូយខ្ញុំវាខ្ញុំឆ្លោះជើងហើយនេះខ្ញុំឆ្លោះជើងហើយខ្ញុំលោតមកវិញហើយតាសេងសួរតាអាចារ្យអម្ចាស់ឲ្យអ៊ំមិនកើតអីមិញហ្នឹងណាខ្ញុំទៅសូត្រវត្តសីមាចានហ្នឹងស្រាប់មានសមោលខ្មៅហើយដូចក្មេងស្រីហ្នឹងមកច្បាច់កខ្ញុំច្បាច់យកដល់ទៅហើមសងតែមិនដល់ហើយខ្ញុំដល់ខ្ញុំចឹងទៅខ្ញុំប្រឹងបារះទៅអាដៃវាប៉ះអាចារ្យធាតុនោះធ្លាក់មកទៅបានរួចខ្លួនហើយខ្ញុំហក់ពីលើមកដល់ហក់ពីលើមកនេះឥឡូវនេះបើក្រឹកជើងវាឈឺចុកឆ្លោះជើងមកទៅហើយទល់ឥឡូវទល់ថ្ងៃហ្នឹងគាត់មិនមែនឆ្លោះទេគាត់បាក់ជើងតែហ្មងគាត់នៅមានជីវិតរស់ហើយតែគាត់ហ្នឹងបាក់ជើងហើយអ្នកដែលទាន់ហេតុការទាំងអស់ហ្នឹងនៅរស់ដូចជាមិនប្រមាណអ្នកទេគាត់នឹងស្លាប់អស់ហើយមិនស្លាប់ដោយសារខ្មោចលងទេបងប្អូនបច្ចៈគាត់ស្លាប់ដោយសារពួកគាត់ចាស់ចរាដោយអំរោគរាដោយតាហុកដោយតា
សញ្ញាណដោយតាព្រៀនអីពួកគាត់ស្លាប់អស់ហើយហើយពុកខ្ញុំអីហ្នឹងយាយខ្ញុំអីហ្នឹងស្លាប់ហើយសើខ្ញុំម៉ាក់ខ្ញុំហើយលោកតាអាចារ្យហើយបច្ចុប្បន្នហ្នឹងគាត់បញ្ជូនប្រហែលជា80ឆ្នាំហើយចឹងហើយអ្នកនៅរស់តនរឿងហ្នឹងមានតែប៉ុណ្ណឹងអ្នកទេហើយយើងបន្តសាច់រឿងមកយើងបន្តិចទៀតមកក្រោយពីអូសចេញហើយនៅនរនារៀងបាត់ភ័យស្លន់ស្លោបន្តិចហើយក៏នាំគ្នាចាប់ផ្ដើមដើរសន្សំចូលទៅយឺតទៅក៏សាប់ចូលយើងអើទៅយើងឡើងតាមចដើទៅតើអើតមើលដល់អើតមើលមកតាសេងគាត់ថាផ្ទះគាត់អត់មានឆ្មាទេសាប់ឆ្មាឡងធំខ្មៅមួយលោតមកពីលើផ្ទះហ្មងលោតមកប្រាវនាំគ្នារត់តារោករ៉ាហ្នឹងគាត់រត់ទៅបុកនឹងអាដើមអាស័យក្នុងពោកក្បាលរបស់ប៉ុណ្ណាណីភ័យពេករត់គាត់រត់គាត់ងាកទៅបុកម៉ាំងងើបមករត់ទៀតរត់ទៅវាមិនទៅផុតពីអាដើមអាស័យហ្នឹងណាបុកតាដើមស្អីនោះម៉ាំងក្បាលគាត់លងពោកលងគៀវបើមិញរំវិញគាត់រត់ទៅតាក់នឹងអាបលាយទឹកអាស្ពានបលាយទឹកហ្នឹងតាក់កាប់មុខជាមាត់ហើយខ្ញុំអីហ្នឹងទៅអស់ហើយធ្លាក់ទឹកបលាយទឹកបឹងហ្នឹងគ្មានណានៅនេះទេឆ្មាធំមែនតើឆ្មាហ្នឹងបើយើងនិយាយទៅប្រហែលជា10គីឡូធំខ្មៅគាត់ថាយើងឃើញយ៉ាងព្រាមមកម្នាក់ភ័យទាំងខ្ញុំទាំងអីភ័យរត់ជន់កគ្នាហ្នឹងដល់ពេលចិត្តយប់លុបព្រៀងមើលគ្នាព្រៀងចិត្តយប់ចឹងទៅអាខ្យល់អាស័យបក់មរនងៀតងត់ហើយអាសัตว์ស្អីគេនិយមដូចខ្លួនងាលោកចង់អាស័យម្នាក់ព្រឺអស់ហើយលោកហើយមានស្អីទេល្ងឹតតែឈឹងផ្ទះហើយក៏សម្រាប់ចិត្តថាយើងប្រកាសភ្លើងនៅក្រោមនឹងបន្តិចទៅប្រកាសភ្លើងពូនភ្នុកហ្នឹងតែអាចារ្យក៏ថាបើសិនជាពូនភ្នុកអញ្ចឹងកុំពូនមួយពូនឲ្យជុំវិញផ្ទះទៅធ្វើ8 10ភ្នុកភ្លើងទៅធ្វើម៉េចពាត់ឲ្យជុំវិញផ្ទះហ្នឹងទៅហើយអ្នកប្រមូលមកដុតកុំឲ្យដាច់ភ្លើងសោះធ្វើម៉េចយើងប្រមូលហើយបងប្អូនអ្នកនៅឆ្ងាយកុំតាអាលទៅអីនៅនឹងសិនហើយកុំអាលទៅព្រោះបងប្អូនទៅអត់មានសេចក្តីសុខទេនៅនេះសិនហើយនៅជុំគ្នាហ្នឹងហើយក៏អ្នកភូមិឯនៅមួយគ្នាហ្នឹងយើងសរុបចូលទៅប្រហែលជា20អ្នកជាងហ្នឹងដល់ជុំគ្នាទាំងអស់ជួយប្រកាត់ភ្លើងគ្នាទៅកាត់ភ្លើងសាប់ពាក់កណ្ដាលយប់អ្នកខ្លះក៏ងោកងុយដូរវេននាងសម្រាប់ហើយអ្នកជួយកាត់ភ្លើងញ៉ាំកាត់ភ្លើងទៅអត់ទាន់ហ៊ានចូលទៅក្នុងផ្ទះហ្នឹងទេពីណាក៏ហ៊ានចូលទៅដែរសម័យតែឪពុកសម័យតែតាសេងហ្នឹងក៏ហ៊ានចូលទៅដែរក្នុងក្រៅនឹងដុតភ្លើងភ្នក់ភ្លើងតែអាចារ្យបែបពាក់កណ្ដាលយប់ក៏ទៅដល់ដកពលាករបស់គាត់ពីកប៉ៅថងយាមរបស់គាត់មកគាត់យកមកដល់គាត់ជីកដីមកក្តាប់ក៏ដាក់លុញមួយទឹកសើមលុញសូនបានជារូបដីឥដ្ឋហ្នឹងដូចជាមិនមានដៃមិនមានជើងមិនមានក្បាលអីទេសូនអញ្ចឹងមកតទៅពេលសូនហើយអីហើយបាន8-10រូបសូន8-10រូបសូនបាន8-10រូបហ្នឹងគាត់ឲ្យជាជនគាត់យកទៅដាក់តាភ្នក់ភ្លើងមួយគាត់សូត្រហើយមួយយកទៅបោះមួយសូត្រហើយមួយយកទៅបោះមួយសូត្រមួយហើយមួយទៅបោះមួយឡងបានមកសន្ទុះភ័យផ្អើលរត់ជន់គ្នាមួយសាទៀតស្រែកពីក្នុងផ្ទះដូចពីណាគេយកស្អីទៅវាយមកតបងឬមកខ្នងថោត្រូវយោយស្រែកចង់លងខ្លាំងហើយដល់ក្នុងនោះរត់ទៅភ័យឬព្រួចហើយអាអ្នកដែលកាត់ភ្លើងហ្នឹងអត់ចង់ហ៊ានទៅឈរទេព្រោះមកភ្នុកចែកគ្នា2នាក់3នាក់ហ្នឹងទៅឈរចាំកាត់ភ្លើងកុំឲ្យភ្លើងលុតសាប់ឲ្យយើងភ័យពេកព្រឹកឡើងពូរករ៉ាហ្នឹងគាត់ក៏ថាឥឡូវចាអ៊ំអាចារ្យឥឡូវខ្ញុំបថុយខ្ញុំទៅសាលាក្រៅមួយសាទៀតទៅមុនប្រសង់នៅសាលាក្រៅបើសាលាក្រៅបានទេយើងឡើងទៅដល់បៃលិនមកទៅដល់វត្តបាហ៊ីមកអញ្ចឹងក៏សម្រាប់ចិត្តថាក៏ទៅនាំទៅគាត់នាំខ្ញុំទៅជាមួយដែរទៅដល់មុនបានប្រសង់មួយអង្គមកមែនតែមិនបាច់ទេម៉ូតូគាត់ហ្នឹងជិះឡើងចង់អាលាក់ក្លៀនអស់ហើយតូសាន់យ៉ាន់បងប្អូនខ្លះបែរជាស្គាល់ហើយសាន់យ៉ាន់ជំនាន់នោះមានអាហ្នឹងមួយអស់ទោះហើយនោះអ្នកមានផុតដល់ពេលយកមកអត់ដល់ប្រសង់លោកដឹងកិច្ចទាំងអស់ហ្នឹងដែលជាលោកធ្លាប់រៀនធ្លាប់ចេះរឿងទាំងអស់ហ្នឹងហើយលោកមើលទៅក៏លោកថាតាចាឯងអត់គួរធ្វើអញ្ចឹងទេធ្វើអញ្ចឹងអត់ល្អទេតាចាធ្វើអញ្ចឹងអត់ត្រូវទេតាចាឯងកុំធ្វើអញ្ចឹងគ្នាអ្នកងាប់នោះគ្នាពិបាកវិញទេតាចាឯងកុំធ្វើអញ្ចឹងលើក្រោយបើមានហេតុមានភេទអាហ្នឹងគួរតែកុំធ្វើអញ្ចឹងទៀតអីអត់កើតទេធ្វើអញ្ចឹងអត់បានទេលោកឲ្យអ្នកភូមិទៅដងទឹកបឹងមកផ្ទាល់មកដងទឹកបឹងមកផ្ទាល់លោកអត់ទាន់ធ្វើកិច្ចអីទេលោកដើរច្រូចតាមអាភ្នុកភ្លើងទីយប់ហ្នឹងច្រូចបន្តិចមិនគ្រប់ភ្នុកភ្លើងទាំងអស់ច្រូចហើយលោកថាឥឡូវបរិស័ទណាញោមណាដែលមានចំហាន់មានអីមានបាយមានអីជួយដាំជួយអីមកដាំមកហើយអ្នកខ្លះទៅយកយើងលាយធ្វើនេះមកលាក់អីធ្វើអាបាយសបាយក្រហមយើងហ្នឹងវាចាប់ផ្ដើមធ្វើនឹងបាយសបាយក្រហមហ្នឹងទៅ
một tịnh mau hay cắt đam chế hay bị na che thưa bài sấy dây che thưa bài sấy mà mạng nhóm nó có tháng còn na che chẳng chui cạch mau chui riệp chạm tư riệp chạm chỉ bị này mà bài sò mặt này bài của họ bài sò nó chỉ mùi khi này được bài sò sọt một này màu hay cắt xôn lấy ắt nắng nhiều mặt phơ ru con khmeng nó về cắt đây ắt hai họ trà nè rút đôi thằng chồng này ta phải sang lộ rút đi về đã phơ hai đã sẵn này ai nào một tia năng hai hai sao bà lấy lô màu tháo khóc nè thì bong bổ này đơn giản vậy tao phải đôi hạ bay đôi giờក្នុងរឿងកុនរឿងអីគេវាចាំងវាដូចគ្នាអញ្ចឹងsao bàចេញធ្លោផ្លេតមកតែចេញធ្លោហ្នឹងមិនមែនចេញដូចមនុស្សយើងមានរូបមានរាងអីនេះទេចេញមកចេញធ្លោមកគឺចេញមកបែបព្រាលមិនឲ្យយើងឃើញច្បាស់ដូចមនុស្សយើងដើរចេញវិទ្យាគឺចេញព្រាលគាត់ឲ្យយើងមើលឃើញទៅសម្គាល់ថានឹងជាក្មេងស្រីម្នាក់ដែលស្លាប់នឹងគាត់យើងមើលឃើញព្រាលអញ្ចឹងទេគាត់នឹងឃើញអញ្ចឹងទេតែបើឲ្យឃើញច្បាស់ដូចរូបមនុស្សយើងហ្មងគឺអត់ទេគាត់ថាសភាពមុខគាត់ហ្នឹងរៀងខ្លាចគួរខ្លាចបន្តិចអញ្ចឹងក៏ប្រសងលោកថាមិនបាច់រត់ទេគ្នាមិនធ្វើអីអ្នកទាំងអស់គ្នាទេហើយពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងមកអង្គុយធម្មតាវិញទៅហើយញោមណាមានចំហាន់មានអីយកមកប្រកេតអាត្មាហើយទៅធ្វើទៅអាចារ្យក៏ធ្វើកិច្ចផុតតាអនុមោទនាអញ្ចឹងទៅក៏ក្មេងស្រីហ្នឹងគាត់លុតជង្គង់វីក្នុងផ្ទះហ្នឹងមកវាលើកដៃសាពះបណ្ដំទៅក៏សូនឈឹងទៅដល់ហើយក៏លេងមានរឿងរ៉ាវអីត្រូវកើតឡើងតែឪពុកអីហ្នឹងសម្រាប់ក្នុងផ្ទះហ្នឹងប្រហែលថ្ងៃ2ថ្ងៃហើយ2ថ្ងៃពួកគាត់ក៏ចេញទៅវិញទៅហើយម៉ាក់ខ្ញុំអីក៏សួរគាត់ថាហើយស្អីឯងចេញពីហ្នឹងទៅតណាវិញខ្ញុំប្រហែលจะទៅផ្លូវ3វិញហើយខ្ញុំបាត់បងកូនស្រីមួយហើយខ្ញុំចង់នៅនេះទៀតទេហើយអរគុណហើយមីងវាដែលបានខំជួយខ្លះខ្នែងមកជួយចាត់ជួយចែងជួយរៀបចំអីដល់នេះហើយអរគុណមីងវាមែនតើខ្ញុំគាត់និយាយថាអីទេយើងមានទុកប្រាក់ជួយគ្នាទៅបើយើងមិននៅប្រេងអស់គ្នាបើយើងមិនជួយបានពីណាអ្នកជួយបាទបងប្អូនហើយរឿងនេះស្ដាប់ដោយពិចារណាហើយរឿងហ្នឹងមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការតាមដានសម្ដាប់ហើយនឹងទស្សនាហើយសាច់រឿងនេះជាសាច់រឿងពិតហើយវាកើតឡើងពិតទស្សនភាពហ្នឹងគឺមានរូបខ្ញុំនៅក្នុងហ្នឹងដែរហើយនឹងមានអ្នកផ្សេងប្រហែលអ្នកទៀតអ្នកម្ដាយខ្ញុំបច្ចុប្បន្នគាត់នៅមានជីវិតដែរអញ្ចឹងហើយអរគុណដល់បងប្អូនហើយកុំភ្លេចជួយចុច Subscribe ហើយនឹងចុច Like ឲ្យខ្ញុំម្នាក់មួយអរគុណច្រើនជម្រាបលា